ខ្ញុំបានលោកគ្រូមហាជុំសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមធ្វើសេចក្តីគោរពរាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចទ្រង់អាយុដំលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនកូនក្មួយសិស្សគុណទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតត្រៀមណាបាទត្រៀមថាតើថ្ងៃស្អែកនឹងរាសីរបស់លោកអ្នកឡើងចុះឬមួយក៏ធ្លាក់ចឹងចាំស្ដាប់ចាំតាមដានទស្សនាចឹងខ្ញុំផ្ដើមដំបូងពីលោកអ្នកដែលកើតនៅឆ្នាំជូតបាទលោកអ្នកដែលកើតនៅឆ្នាំជូតណាបងប្អូនណាបាទឆ្នាំជូតរាសីរបស់លោកអ្នកសម្រាប់ថ្ងៃស្អែកនេះឆ្នាំជូតរាសីមធ្យមបាទឆ្នាំជូតរាសីមធ្យមលេខសំណាង694បាទលេខសំណាង694ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតឆ្នាំជូតស្អែកលោកអ្នកពាក់អាវពណ៌ស្លាទុំបងប្អូនស្គាល់ស្លាទុំទេស្គាល់ពណ៌ស្លាទុំទេបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូតស្អែករាសីមធ្យមលេខសំណាង694ពណ៌សំណាងពណ៌ស្លាទុំបាទអញ្ចឹងស្អែករាសីរបស់លោកអ្នកសម្រាប់លោកអ្នកដែលកើតឆ្នាំជូតគឺរាសីមធ្យមណាអញ្ចឹងលោកអ្នកណាដែលកើតឆ្នាំជូតសូមលោកអ្នក comment បាទ comment លេខសំណាងមួយទៅគឺលេខ694ណាហើយ share វីដេអូនឹងផងដើម្បីទទួលបានលាភបានជ័យណាអញ្ចឹងលោកអ្នកកើតឆ្នាំជូតលេខសំណាងគឺលេខ694ពណ៌សំណាងគឺពណ៌ស្លាទុំអញ្ចឹងនៅថ្ងៃស្អែកនេះលោកអ្នកដែលកើតឆ្នាំជូតនិយាយអំពីជីវភាពនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងតែយើងជួបប្រទះនៅរឿងអីខ្លះថ្ងៃស្អែកហ្នឹងពីព្រោះរាសីអាក្រក់ក៏មិនអាក្រក់ល្អក៏មិនល្អបានន័យថានៅកណ្ដាលអញ្ចឹងបើសិនជាយើងអ្នកលក់ដូរបើសិនជាយើងអ្នករកស៊ីយើងអ្នកលក់ដូរយើងអ្នករកស៊ីសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតគឺនៅថ្ងៃស្អែកនេះខ្ញុំសូមជម្រាបជូនលោកអ្នកថាគឺលោកអ្នកដំណើរការទៅធម្មតារលូនអត់មានអីដែលកត់សម្គាល់ទេមិនមែនថាលក់មិនដាច់មិនមែនថាអសកម្មឬមួយក៏លក់ខាតលក់អីទេការលក់ដូររកស៊ីនៅថ្ងៃស្អែកអ្នកលក់ទំនិញអ្នកធ្វើអីក៏ដោយឲ្យតែអ្នកលក់ដូររកស៊ីគឺថ្ងៃស្អែកនឹងសម្រាប់លោកអ្នកកើតឆ្នាំជូតគឺធម្មតាលោកអ្នកធ្លាប់យ៉ាងម៉េចគឺនៅតែបន្តបែបនឹងដដែលអត់មានថាលក់អន់ជាងមុនអីជាងមុនទេប៉ុន្តែក៏វាមិនលោតលើរាល់ថ្ងៃនឹងដែរមួយថ្ងៃលោកអ្នកធ្លាប់លក់កាទៀវបាន10គីឡូលោកអ្នកនៅលក់10គីឡូដដែលមិនមែនលក់លើសពី10គីឡូទេណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំជូតលោកអ្នករាសីស្អែកមធ្យមពណ៌សំណាងគឺពណ៌ស្លាទុំណាបងប្អូនណាមស្គាល់ពណ៌ស្លាទុំទេគឺការ៉ុតហ្នឹងពណ៌ការ៉ុតហ្នឹងគឺពណ៌ស្លាទុំឯពីដើមមិញគេហៅស្លាទុំប៉ុន្តែក្មេងបច្ចុប្បន្នគេលុំស្គាល់ស្លាទុំបាទអញ្ចឹងពណ៌ស្លាទុំឬខ្លាញ់ក្តាមស្តៀងគ្នាណាបងប្អូនណាបាទអញ្ចឹងពណ៌សំណាងពណ៌ស្លាទុំរាសីមធ្យមលេខសំណាងគឺលេខ694មាននៅថ្ងៃស្អែកនេះកិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មលក់ចេញទិញចូលរបស់លោកអ្នកគឺមានភាពល្អប្រសើរអត់មានបញ្ហាអីទេបាទអញ្ចឹងលោកអ្នកខិតខំប្រឹងប្រែងលក់ដូររកស៊ីបន្តទៀតពង្រឹងនៅអាជីវកម្មរបស់លោកអ្នកព្រោះរាសីយើងអត់អីទេចឹងការលក់ដូរដាច់សុខសប្បាយហើយបើនិយាយអំពីការធ្វើដំណើរនៅថ្ងៃស្អែកនេះលោកអ្នកទៅណាក៏ដោយទៅទីចិត្តទៅទីឆ្ងាយអីលោកអ្នកដែលកើតនៅឆ្នាំជូតនេះគឺរាសីរបស់លោកអ្នកអាចធ្វើដំណើរបានមិនថាយប់មិនថាថ្ងៃទេប៉ុន្តែក៏មានការប្រុងប្រយ័ត្នដែរបើតាមរាសីការធ្វើដំណើរផ្លូវឆ្ងាយលោកអ្នកអាចធ្វើទៅបានប៉ុន្តែមិនឲ្យលោកអ្នកជិះសេះលែងដៃមិនប្រុងប្រយ័ត្នទេណាប្រុងប្រយ័ត្នប៉ុន្តែបើតាមក្បួនគឺអត់មានគ្រោះថ្នាក់អីកើតឡើងទេអញ្ចឹងអាចធ្វើដំណើរទៅផ្លូវចិត្តផ្លូវឆ្ងាយបានបញ្ហាសុខភាពល្អប្រសើរមិនឈឺមិនគ្រុនអ្វីនោះទេបញ្ហាស្នេហាគូស្នេហ៍ប្តីប្រពន្ធឬមួយក៏ទំនាក់ទំនងជាមួយនឹងអ្នកជិតខាងជាមួយនឹងបងប្អូនជាមួយនឹងកូនចៅគឺមានភាពល្អប្រសើរអត់ឆ្លោះអត់ប្រកែកហើយក៏អត់មានបញ្ហាដែរណាបាទប៉ុន្តែខ្ញុំសូមជម្រាបជូនលោកអ្នកថាលោកអ្នកដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះមួយថ្ងៃពេញអារម្មណ៍របស់លោកអ្នកមិនល្អទេអារម្មណ៍របស់លោកអ្នកអត់ល្អទេអារម្មណ៍មិនល្អនឹងយ៉ាងម៉េចហត់នឿយច្រើនអារម្មណ៍របស់លោកអ្នក
nơi ngày sai những xem ép lúc nè năm chút mà ngày pin lúc nè hot nười bà thưa ấy còn trời chặt kê đây thưa ấy còn học hot nười hot bài chất hot rì rì chẳng ngày sai lúc nè thời tại tục chất thời tại tục à ròm bởi tôi bây chia dương mình bài chất cả đói miền nè na thưa dương khăn cả đói miền nè na thưa dương mua mai cả đói dương thời tại khăm mót sẵn khọt chất khăm mót sẵn khọt chất hơi miền ca ọt một cùng áo miền ca khăn cùng vô sáng tới chắc lứa phường chẳng nơi ngày xảy ní lúc nét để cao nơi năm chút à rong bọn lúc nét thử tới group krong hay nâng control lại chuột ba mình group krong ba mình control lại chuột tế cứ và cót chia ba hơi lúc nét nâng miền bánh hà cao lại bà hãy bánh hà cao lại nâng mến kia mà chư chắp cho nuôi dương tế cứ dương nâng hỏi đây chỉ nè chư chắp đời khuôn ai dương nâng hỏi đây chỉ nè cao tốc đời khuôn ai chẳng lúc nè để cao nơi năm chút nơi ngày xảy ní ở vây là o group giang to tại mà giang tế hot nươi hot chất hot cài mình sầm bài nơi không phải chỉ hà tây của màn tê chẳng lúc nè tăng chất tăng ở róm ná bà nè na có hot đây hay bỏ hot tế chụp tới sầm mẹ tới cùng lô hay bỏ lô hay hot hay mua màu hay lô la hay ọt bà nên á chẳng lúc nè cao năm chút thời tái miền ca phóng bị giác miền ca ọt một thời chất ở sầm bái ở rì riêng sầm thị cùng khăng khăng khóc khăng khát ngày dài đừng chẳng lúc nè cao năm chút lệ sầm náng lệประมาณ tới mấy lệ của mùi rồi cài buồn po sầm náng cứ po sla tôm lệ lõ lệ chụp chơi lệ rì chầm rán được ngày dài nick chầm xôm chun pớ đó côn trai pro sray tắc ó để cao năm chút ná xôm ở chầm rán rung rương miền chụp miền chơi thua vậy bàn cạ cọp đôi bầm nón pong bật nà bật to chụp sẽ cái đấy mau căn lục nè đại cao nơi năm chơi vinh mặt đòn bà năm chơi ria xây bom lục nè mật chung ná mật chung đôi khía hai lệ sầm náng cứ lệ buồn roi chật phẩm bay lệ sầm náng cứ lệ buồn roi chật phẩm bay po sầm náng sầm ép lục nè đại cao nơi năm chơi cứ po swai bà chẳng lục nè đại cao năm chơi lệ sầm náng cứ lệ buồn chật phẩm bay po sầm náng po swai ria xây mật chung chẳng lục nè đại cao nơi năm chơi comment lệ buồn roi chật sập phẩm bay xe video tới đại lịch buôn nói trận bấy do liệp do chơi hay po sầm nang po swai chẳng lục nè sai pẹ ai po swai nè bà pẹ hay hên pẹ hay miền liệp miền chơi sập sập bài ria xây mật chung ngày sai ní lục nè để cao năm chơi cứ ria xây dằng mạch tới nó bà ria xây dằng mạch tới năm chơi nè ria xây bao lục nè mật chung cách càng nghiên lụa đồ rốc xí cứ lụa đạch bà lụa đạch đầm na ca tới đôi rồi luôn ọt miền ấy đại chia ốp xạ tế ná cả nghiền độ đồ ấy cứ là ò bà cứ là ò ná ọt miền ấy đại chia cả rèn ste đại thừa dương nâng và ba đại thừa dương nâng cả tục tế bàn tay à vây đại sòng khăn nơi khai dài nâng cứ lục nẹt trời tay phải giặt mót phải giặt cò cùng luộc nia cho mùi đây cho mùi bồn ná bảo đây tha khăn dương ọt bảo đây nâng ọt hay cùng bằng tỏ kênh lô rương nâng về ai chết tại tới mục bằng tỏ tiệt ná bà chết từ mục trẻ từ mục mà vì ọt chóp ná vì luộc nia vì bà cay nia vì mình sơi là ốc ơn cho mùi nia chẳng lục nẹt để cao nơi năm lỡ là ngày xảy ní cứ hàn phầy phơi rồi ai miến chùm luộc nia hay chua nâng mến từ chua cho môi nẹ chất khang mến chua cho môi côn chạy tệ chua nâng cứ chua cho môi nâng đây vào bồn anh tầm mòn cu snai anh tầm mòn nẹ chết ti xả lành hay bỏ ớt vào đây tới chua môi côn chạy nâng bởi miền vào đây chua môi vào đây và miền vào bồn chua môi vào bồn miền sòng xa chua môi sòng xa chẳng lúc nẹ để cao nơi năm chơi nơi ngày say ní bọn giấy bị cách ca nghe lụa đồ rốc xí ớt ấy tế rồi lùi bàn lụa bàn thơ ca ấy bàn ná bà bệnh giấy bị sốc hiếp ọt miên chư cốn này tết sốc hiếp là o bà thưa ấy có ban cạ cọp ấy chăng tầng hay bệnh giấy bị ca thưa đầm nái lục nẹn chơi tới chót tới na có ban đài ôi từ miền lùi chạ sang ôi từ miền lùi ôi là ôi lùi Thái Lan kì ọt miên cái hai thà bành hạ ấy cả lại tì bàn ta với đài lục nẹn chăm bách thời tài kết cứ hướng chuộc nia mũi vào đây bập bồn
ហើយជើងលេខគេទាយថាយើងត្រូវឆ្លោះគ្នាចឹងបើយើងបានស្ដាប់ហើយយើងដឹងមុនយើងស្រួលយើងស្រួលគ្រប់គ្រងអារម្មណ៍ខ្លួនយើងបាទយើងស្រួលគ្រប់គ្រងអារម្មណ៍ខ្លួនយើងបើប្តីយើងមាត់រៀងលើសទៅយើងដើរចេញអត់ធ្មត់កុំបន្តតឹងតសៃកខ្លាចbịឆ្លោះគ្នាហើយបើសិនជាប្តីនឹងធ្វើទង្វើណាមិនគប្បីចេះអត់អោនចេះអធិស្ស្រ័យដើរចេញកុំបង្កចំនួនឲ្យសោះហ៊ានតែបង្កចំនួនថ្ងៃស្អែកនឹងគឺអ្នកកើតឆ្នាំឆ្លូវរឿងតូចទៅជារឿងធំហើយបាទរឿងតូចទៅជារឿងធំប៉ុន្តែបើយើងចេះនៅក្នុងការគ្រប់គ្រងសតិអារម្មណ៍យើងចេះសម្របសម្រួលយើងចេះកែប្រែបរិយាកាសគឺវានឹងលែងមានអ្វីកើតឡើងហើយបាទប៉ុន្តែបើមិនចេះកែប្រែមិនចេះសម្របសម្រួលទេអាហ្នឹងទៅណាទៅណាដឹងឯដឹងឆ្លោះគ្នាបាទអញ្ចឹងប្រយ័ត្នឆ្លោះគ្នាណាពេលដែលឆ្លោះគ្នាទៅគឺហត់តែខ្លួនឯងហ្នឹងពេលដែលយើងខឹងគេពេលដែលយើងឆ្លោះគេអូយហត់ណាស់បាទពិបាកតែខ្លួនឯងហ្នឹងបាក់តែខ្លួនឯងទៅគ្មានណាគេមកពិបាកជាមួយទេអញ្ចឹងបើសិនជាឆ្លោះគ្នាហើយឈប់ទៅបាទអ្នកខ្លះមិនបាច់ចាំដល់ស្អែកទេអ្នកកើតឆ្នាំឆ្លូវខ្លះជើងលេខព្រះអង្គប្រាប់ថាឆ្លោះតាំងពីថ្ងៃហ្នឹងទៅហើយបាទឆ្លោះតាំងពីថ្ងៃហ្នឹងទៅហើយបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំឆ្លូវទៅប្រយ័ត្នរឿងបញ្ហាឆ្លោះប្រកែកគ្នាធ្វើអីប្រយ័ត្នប្រយែងណាបាទកុំឆ្លោះគ្នាឲ្យសោះតែឆ្លោះគ្នាគឺអត់បានទេបាទកូនចៅសួរខ្ញុំថាលោកគ្រូធ្វើម៉េចមកឲ្យឆ្លោះគ្នាហើយធ្វើម៉េចមកឲ្យឆ្លោះគ្នាសួរខ្លួនឯងទៅមកសួរខ្ញុំមិនដឹងបាទយើងចេះអត់ធ្មត់យើងចេះគ្រប់គ្រងអារម្មណ៍យើងចេះអត់អោនណាបាទយើងត្រូវស្វែងយល់ចិត្តគ្នាប្តីប្រពន្ធរស់នៅមួយគ្នាយូរហ្នឹងបាទមិនមែនទៅរស់នៅមួយថ្ងៃណាអ្នកខ្លះមានកូនពូនដល់ចៅការ40ឆ្នាំហ្នឹងអ្នកខ្លះការ10ឆ្នាំអ្នកខ្លះការ5ឆ្នាំអ្នកខ្លះការ20ឆ្នាំហើយចឹងយើងអត់ដឹងអំពីអ្វីដែលចរិតប្តីយើងមិនទេយើងអត់ដឹងពីចរិតប្រពន្ធយើងមិនទេចរិតប្រពន្ធយើងគាត់ឆេវឆាវគាត់ឆាប់ខឹងគាត់តាម៉ាំងតាម៉ោកប៉ុន្តែគាត់ឆាប់ខឹងគាត់ឆាប់បាត់ចឹងបើដឹងថាគាត់អញ្ចឹងយើងទៅប្រកាន់គាត់ទៅអីគាត់ថាអីថាទៅយើងដើរចេញទៅអូខេប៉ុន្តែបើយើងនៅតែប្រកែកអាហ្នឹងវាអត់បានប្រយោជន៍អីទេចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំឆ្លូវប្រយ័ត្នណាបាទហើយបើសួរខ្ញុំថាធ្វើម៉េចអាហ្នឹងខ្ញុំបានប្រាប់ហើយចេះគ្រប់គ្រងអារម្មណ៍ចេះអត់អោនចេះអធិស្ស្រ័យឲ្យគ្នាទៅវិញទៅមកទៅអញ្ចឹងក្រុមគ្រួសារមានសុភមង្គលពាក្យស្លោកបុរាណលោកពោលថាចាននៅក្នុងរាវអណ្ដាតនឹងថ្មិញវាតែងទទួលមនិញមានការប៉ះទង្គិចគ្នាហើយអញ្ចឹងតែយើងរស់នៅម្នាក់ឯងក៏យើងខឹងខ្លួនដែរណាខឹងខ្លួនឯងដែរណាពេលខ្លះខឹងខ្លួនឯងអត់អ្នកឆ្លោះគ្នាជាមួយខ្លួនឯងតូចចិត្តជាមួយខ្លួនឯងហើយអញ្ចឹងតម្រាំមនុស្សពីរនាក់ចិត្តពីរបេះដូងពីរភ្នែកផ្សេងទៅជាផ្សឹងរៀងខ្លួននោះអញ្ចឹងវាតែងតែមានការខ្វែងគំនិតគ្នាហើយអញ្ចឹងយើងអត់អោនយើងសម្របសម្រួលទៅខ្ញុំតែងតែបណ្ដៅកូនសិស្សខ្ញុំថាសាច់ជ្រូកទោះបីជាអ្នកក្នុងជំនាញលក់សាច់ជ្រូកនឹងរាប់សិបឆ្នាំក៏ដោយក៏គាត់មិនអាចអាចចេះទិញសាច់ជ្រូក1គីឡូកាត់សាច់ជ្រូកមកដុំគ្រប់1គីឡូទេវាអាចលើសវាអាចខ្វះអញ្ចឹងបើសិនជាលើសយើងក៏ជាចេញទៅបែរថាកាត់1គីឡូលើស1ខាំជា1ខាំក៏វត្តចោលទៅមិនឲ្យបើកាត់ទៅខ្វះ2ខាំយើងថែម2ខាំទៀតទៅគឺវាគ្រប់ហើយណាទោះបីជាអ្នកឯងមានជំនាញលក់រាប់ឆ្នាំក៏ដោយប៉ុន្តែបើសិនជាយ៉ាងម៉េចទៅបើសិនជាយើងកាត់ទៅលើសយើងជាចេញកាត់ទៅខ្វះយើងថែមប្តីប្រពន្ធចឹងដែរបើសិនជាវាខុសយើងអត់អោនទៅហើយបើសិនជាគាត់ខ្វះចំណុចណាមួយយើងបន្ថែមទៅបាទអញ្ចឹងយើងស្រឡាញ់គ្នាយើងយោគយល់គ្នាយើងអធិស្ឋានដល់គ្នាជីវិតយើងនឹងបានគូសុខសប្បាយហើយអញ្ចឹងអ្នកកើតឆ្នាំឆ្លូវខ្ញុំមិនមែនតាំងខ្លួនថាខ្ញុំនឹងជាបណ្ឌិតជាអ្នកចេះអ្នកដឹងអីទេគ្រាន់តែមកចែករំលែកដើម្បីជំរាបជូនលោកអ្នកទាំងអស់គ្នាណាឲ្យហេងកុំឲ្យឆ្លោះគ្នាអញ្ចឹងអរគុណណាអ្នកកើតឆ្នាំឆ្លូវមិញនេះលេខសំណាងគឺលេខប្រហែលទៅមិញនេះកូនចៅបាទលេខ478ពណ៌សំណាងពណ៌ស្វាយណាស្អែកពាក់អាវពណ៌ស្វាយបាទពាក់អាវពណ៌ស្វាយស្អែកហេងមានលៀបមានជ័យសុខសប្បាយបន្ទាប់មកទៀតខ្ញុំសូមទស្សន៍ទាយជូនលោកអ្នកដែលកើតឆ្នាំខាលបាទឆ្នាំខាលរាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះក៏មិនទៅណាលើសពីឆ្លូវហើយនឹងជូតដែររាសីលោកអ្នកកើតឆ្នាំខាលរាសីស្អែកមធ្យមបាទរាសីស្អែកមធ្យមលេខសំណាងគឺលេខ268ពណ៌សំណាងគឺពណ៌សបាទឆ្នាំខាលលេខសំណាងគឺលេខ268ពណ៌សំណាងគឺពណ៌សណាពណ៌សអញ្ចឹងលោកអ្នកដែល
កើតនៅឆ្នាំថោះសូម comment សំទោសលោកអ្នកដែលកើតនៅឆ្នាំខាលសូម comment លេខសំណាងគឺលេខ268ហើយពណ៌សំណាងពណ៌សណាបងប្អូនណាបាទហើយរាសីរបស់លោកអ្នកនៅក្នុងថ្ងៃស្អែកបាទរាសីនៅថ្ងៃស្អែកគឺមធ្យមអញ្ចឹងអ្វីគ្រប់យ៉ាងទោះបីជារាសីយើងមធ្យមដែរប៉ុន្តែអត់មានបញ្ហាអីទេបាទការលក់ដូរការរកស៊ីការប្រកបមុខរបរមុខជំនួញជួញដូរការធ្វើអាជីវកម្មអីផ្សេងគឺល្អប្រសើរអត់មានបញ្ហាដែលធ្វើឲ្យយើងនឹងពិបាកធ្វើឲ្យយើងកើតទុក្ខធ្វើឲ្យយើងស្រក់ស្រត់ធ្វើឲ្យយើងវេទនាធ្វើឲ្យយើងកំព្រាដួងចិត្តអីអត់ទេបានន័យថាដំណើរទៅដោយរលូនស្អែកនឹងអត់មានរាំងស្ទះអីទេណាលោកអ្នកកើតឆ្នាំខាលល្អកាក់កបបាទជោគជ័យរីកចំរើនប៉ុន្តែបញ្ហាសុខភាពវិញមិនដែរលោកគ្រូបញ្ហាសុខភាពវិញហើយស្អែកគឺអត់ល្អទេបាទលោកអ្នកដែលកើតឆ្នាំខាលណាបាទសុខភាពអត់ល្អទេថ្ងៃស្អែកហ្នឹងគឺជើងលេខគេបានប្រាប់ថាលោកអ្នកត្រូវឈឺប៉ុន្តែលោកអ្នកដែលកើតឆ្នាំខាលមួយចំនួនខ្លះឈឺពីថ្ងៃហ្នឹងទៅហើយបាទឈឺបាត់ហើយអត់ស្រួលខ្លួនបាត់ហើយកើតទុកបាត់ហើយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំខាលត្រូវ take care ត្រូវប្រយ័ត្នសុខភាពបាទប្រយ័ត្នពីឥឡូវមិនចាំប្រយ័ត្នស្អែកទេណាព្រោះស្អែកលេខគេថាត្រូវឈឺអញ្ចឹងលោកអ្នកថែសុខភាពពីថ្ងៃហ្នឹងទៅណាបាទបើមិនស្រួលហើយរកថ្នាំញ៉ាំឲ្យហើយបើមិនស្រួលហើយផឹកទឹកក្តៅឲ្យហើយធ្វើអីផ្សេងទៀតដើម្បីជំនួយដល់សុខភាពរបស់យើងកុំបដ ாய் ព្រោះមនុស្សយើងមិនមែនមាំដូចមុនទេយើងហ្នឹងពីមុនអញចេះឈឺអីទេហើយដល់ពេលឥឡូវមិនក៏ឈឺដោយសារឥឡូវវាចាស់ពីមុនឡានវាថ្មីពីមុនឡានណាខ្លួនយើងប្រៀបបានដូចជាឡានហ្នឹងឡានថ្មីទំទិញខ្លាញ់គោមកវាមិនខូចប៉ុន្តែយើងជិះរាល់ថ្ងៃយើងប្រើរាល់ថ្ងៃយើងទ្រមដូចខ្ញុំអញ្ចឹងកាលពី20ឆ្នាំមុនណាខ្ញុំអត់ចេះឈឺទេខ្ញុំអួតខ្លួនឯងហ្នឹងអញមិនដែលឃើញគេព្យួរសរោមឃើញគេចាក់ថ្នាំអីអញមិនដែលចេះឈឺចេះកាត់អីគេសោះបាទប៉ុន្តែមក20ឆ្នាំក្រោយវ័យប្រប៉ុណ្្នឹងមុខកញ្ចាស់ហ្នឹងគឺផុយស្រួយអត់ស្រួលខ្លួនឈឺដែរណាបាទឈឺពីមុនខ្ញុំឃើញយាយខ្ញុំឃើញម៉ាក់យាយខ្ញុំឃើញម៉ាខ្ញុំគាត់តិចក៏ខ្ចល់តិចអត់ស្រួលខ្លួនគាត់ល្អូខ្ញុំថាអើស្អីទេល្អូរហូតខ្ញុំថាឲ្យគាត់ចឹងណាដល់ពេលឥឡូវដល់ពេលវ័យខ្ញុំប្រប៉ុណ្្នឹងខ្ញុំក្មេងជាងយាយខ្ញុំជំនាន់ហ្នឹងផងយាយខ្ញុំកាគាត់ល្អូគាត់អាយុ50ជាងណាជំនាន់ហ្នឹងណាបាទហើយឥឡូវគាត់80ខ្ញុំថាឲ្យគាត់ដល់ពេលឥឡូវខ្ញុំមិនទាន់វ័យ50ជាងដូចគាត់ផងទឹកប៉ុណ្្នឹងទឹក30 40ហ្នឹងខ្លួនឯងឃើញហើយចាប់ផ្ដើមឈឺដែរចាប់ផ្ដើមចេះរសេះរសោះចេះអត់ស្រួលខ្លួនអញ្ចឹងណាបាទហើយកាលពីមុនហ្នឹងអង្គុយមួយថ្ងៃវល់ល្ងាចអត់ចេះឈឺចង្កេះទេអត់ចេះឈឺខ្នងទេបត់ជើងបត់អីបានឥឡូវនេះបើមិនលួចសំដោកជើងខ្លះបើមិននេះទេអង្គុយអត់ជាប់បាទអញ្ចឹងមានការប្រែប្រួលកុំអួតណាជាពិសេសក្មេងៗដែលគាត់វ័យទៅ20ស្ដើងអី20ក្រាស់អីហ្នឹងកុំអួតអួតមិនបានទេណាយ៉ាត់តិចទៀតហ្នឹងធ្លាក់ខ្លួនឈឺហើយបាទដូចខ្ញុំអញ្ចឹងពីមុនអួតឥឡូវខ្ញុំដល់ពេលវ័យប៉ុណ្្នឹងមកអូយលែងអួតហើយបាទ50ប៉ុមហ្នឹងបាទពាក់កណ្ដាលកៅហ្នឹងគឺទៅហើយត្រុតត្រោមទៅហើយណាអញ្ចឹងអ្នកដែលកើតនៅឆ្នាំខាលថ្ងៃស្អែកគឺប្រយ័ត្នសុខភាពប៉ុន្តែមិនមែនប្រយ័ត្នស្អែកទេណាប្រយ័ត្នពីថ្ងៃហ្នឹងទៅឲ្យហើយបាទប្រយ័ត្នពីថ្ងៃហ្នឹងទៅឲ្យហើយព្រោះស្អែកត្រូវឈឺអញ្ចឹងយើងប្រយ័ត្នការពាររួចទៅអញ្ចឹងណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលយើងវិលត្រឡប់មកលេខសំណាងរបស់យើងវិញគឺលេខ268ពណ៌សំណាងគឺពណ៌សណាស្អែកអញ្ចឹងពេលអាវពណ៌សហេងមានលៀបមានជ័យសុខសប្បាយអាវពណ៌សដូចអត់មានពិបាករកទេណោះបាទអត់មានពិបាករកទេអាវអញ្ចឹងលោកអ្នកស្អែកពេលអាវពណ៌សណានាំលៀបនាំសំណាងដូចគ្នាហើយជោគជ័យដូចគ្នាហើយក៏រីកចម្រើនទាំងអស់គ្នាបាទហើយប្រយ័ត្នជាងគេគឺប្រយ័ត្នសុខភាពណាប្រយ័ត្នសុខភាពឲ្យមែនតែនហើយបើសិនជារឿងផ្សេងអានឹងអត់សូវប្រយ័ត្នទេប៉ុន្តែអាសុខភាពប្រយ័ត្នជាងគេសម្រាប់លោកអ្នកដែលកើតឆ្នាំខាលគឺករណីលើកលែងអញ្ចឹងអរគុណណាយើងបន្តទៀតដល់លោកអ្នកដែលកើតនៅឆ្នាំថោះបាទឆ្នាំថោះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះបាទលោកអ្នកដែលកើតនៅឆ្នាំថោះរាសីរបស់លោកអ្នកស្អែកនេះឡើងខ្ពស់ត្រដែកណាបាទឡើងខ្ពស់ត្រដែកអញ្ចឹងអ្នកកើតឆ្នាំថោះស្អែករាសីឡើងខ្ពស់ត្រដែកបាទពណ៌សំណាងរបស់លោកអ្នកគឺពណ៌ខៀវបាទពណ៌ខៀវអញ្ចឹងលោកអ្នកដែលកើតឆ្នាំថោះរាសីឡើងខ្ពស់ត្រដែតពណ៌សំណាងពណ៌ខៀវ
លេខសំណាងគឺលេខ961ចឹងបងប្អូនដែលកើតនៅឆ្នាំថោះលោកអ្នកមនីរុះរាន់ comment លេខ961ហើយស្អែកនេះពាក់អាវពណ៌ខៀវណាបងប្អូនណាបាទនាំលៀបនាំសំណាងបាទនាំលៀបនាំសំណាងទិញហើយបែរថាពាក់ហើយនាំលៀបពាក់ហើយនាំសំណាងនាំហេងនាំជោគជ័យនាំរីកចម្រើនចឹងបងប្អូនកូនក្មួយដែលកំពុងតាមដានទស្សនានៅការ live របស់លោកគ្រូនេះលោកអ្នកដែលកើតនៅឆ្នាំថោះសូមលោកអ្នក comment លេខ961ហើយពណ៌សំណាងគឺពណ៌ខៀវគឺរាសីឡើងខ្ពស់ត្រដែតអញ្ចឹងរាល់កិច្ចការងារជំនួញជួញដូរការងាររកស៊ីការងារប្រកបរបរអាជីវកម្មផ្សេងលក់ចេញទិញចូលធ្វើអ្វីក៏ដោយគឺបានកាក់កបជោគជ័យរីកចម្រើនធ្វើអ្វីក៏ល្អធ្វើអ្វីក៏ជោគជ័យធ្វើអ្វីក៏ហេងណាអញ្ចឹងលោកអ្នកថ្ងៃស្អែកនេះអ្នកកើតឆ្នាំថោះគឺអ្វីគ្រប់យ៉ាងគឺល្អចំពោះលោកអ្នកអត់មានអីដែលជាឧបសគ្គអត់មានអីដែលជារឿងដែលយើងត្រូវភ័យដែលយើងត្រូវព្រួយដែលយើងត្រូវកើតទុកទេអញ្ចឹងថ្ងៃស្អែកនេះអ្នកកើតឆ្នាំថោះសប្បាយចិត្តឲ្យបានច្រើនបាទហើយបើអ្នកណាដែលបានកាត់ឆុងជាមួយលោកគ្រូមហាជុំហើយគឺបានកាក់កបរីកចម្រើនតទៀតហើយបើអ្នកណាមិនទាន់បានកាត់ឆុងទេគឺបញ្ញាប់កាត់ឆុងចេញទៅបាទហើយបើអ្នកណាមិនទាន់បានកាត់ឆុងទេលោកអ្នកនៅឆ្ងាយលោកអ្នកអាចជាវនៅប្រភេទខ្សែដៃកាត់ឆុងពីលោកគ្រូយកទៅបានលោកគ្រូមានប្រភេទខ្សែដៃកាត់ឆុងបាទពាក់ទៅគឺលើករាសីពាក់ទៅកាត់ឆុងអ្នកដែលឆុងឆ្នាំបាទហើយមិនបាច់ចាំអ្នកដែលឆុងឆ្នាំទេអ្នកដែលឆ្នាំទាំង12ជូតឆ្លើខាលថោះរោងម្សាញ់មមីមមែវករកាចកុលហ្នឹងបើសិនជាយើងចង់ហេងចង់មានលៀបមានជ័យចង់ធ្វើអ្វីបានកាក់កបណាគឺយើងអាចជាវនៅប្រភេទខ្សែដៃរបស់លោកគ្រូយកទៅពាក់បានតម្លៃសមរម្យបាទហើយមានអត្ថប្រយោជន៍ច្រើនបាទដែលយើងពាក់ទៅជួយការពារអំពើផ្លូវក្នុងផ្លូវងឹតពាក់ទៅការពារខ្មាំងសត្រូវពាក់ឲ្យហេងណាចឹងខ្សែដៃនឹងមានតិចឯងខ្ញុំមិនបង្ហាញជូនទេលោកអ្នកចង់បានលោកអ្នកឆាតចូលเพจទៅបាទខ្សែដៃកាត់ឆុងលើករាសីបកាយស័ក្តិសិទ្ធណាបាទហើយបើនិយាយពីអានុភាពរបស់វាគឺបកាយបាទហើយលោកអ្នកចង់បានឆាតចូលเพจខ្ញុំកំពុងអាឡាយហ្នឹងឬមួយក៏លោកអ្នកតំណងតាម Telegram 099 40 8637បាទលេខ099 40 8637ហ្នឹងគឺជាលេខ Telegram របស់លោកគ្រូអញ្ចឹងលោកអ្នកអាច save លេខហ្នឹងឲ្យតាក់ទង Telegram ទៅឆាតទូទាយឆាតជាវខ្សែដៃនេះយកទៅពាក់សម្រាប់អ្នកឆុងឆ្នាំពាក់កាត់ឆុងសម្រាប់អ្នកមិនឆុងឆ្នាំពាក់ឲ្យហេងពាក់ឲ្យមានលៀបមានជ័យហេងដូចគ្នាហើយតម្លៃសមរម្យអាចទទួលយកបានណាខ្ញុំសូមមិញនេះទូទាយដល់ឆ្នាំថោះគ្រាន់ប្រាប់ថាឆ្នាំថោះរាសីរបស់លោកអ្នកឡើងខ្ពស់តដែតអញ្ចឹងតែខ្ពស់ឲ្យកុំខ្វល់តែខ្ពស់ឲ្យល្អគ្រប់យ៉ាងហើយណាអញ្ចឹងលោកអ្នកកើតឆ្នាំថោះលេខសំណាងគឺលេខ961ពណ៌សំណាងពណ៌ខៀវអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះសូម comment លេខសំណាង961ហើយពណ៌សំណាងពណ៌ខៀវរាសីឡើងខ្ពស់លោកអ្នកធ្វើអីក៏បានកាក់កបធ្វើអីក៏បានរីកចម្រើនដែរបាទអញ្ចឹងបញ្ចប់លោកអ្នកកើតឆ្នាំថោះត្រឹមប៉ុណ្្នឹងយើងចូលដល់លោកអ្នកដែលកើតឆ្នាំរោងលោកអ្នកកើតឆ្នាំរោងរាសីក៏ឡើងខ្ពស់ត្រដែតដែរថ្ងៃស្អែកហ្នឹងគឺរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ112ហើយពណ៌សំណាងពណ៌ស្លាយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងរាសីឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ112ពណ៌សំណាងពណ៌ស្លាយអញ្ចឹងលោកអ្នកដែលកើតឆ្នាំរោងគឺលោកអ្នករាសីរបស់លោកអ្នកគឺល្អកាក់កបរីកចម្រើនស្អែកនឹងរាសីឡើងខ្ពស់លោកអ្នកធ្វើកិច្ចការអីក៏បានកាក់កបលោកអ្នកធ្វើកិច្ចការអីក៏រីកចម្រើនលោកអ្នកធ្វើអីក៏ល្អក៏រុងរឿងដែរអញ្ចឹងលោកអ្នកដែលកើតឆ្នាំរោងថ្ងៃស្អែកនេះយើងសប្បាយចិត្តយើងរីករាយយើងទទួលនៅលៀបសំណាងព្រោះយើងលក់ដូរដាច់យើងធ្វើអីបានកាក់កបផ្លូវចិត្តយើងក៏ល្អយើងក៏សប្បាយយើងក៏រីករាយណាបាទអញ្ចឹងលោកអ្នកកើតឆ្នាំរោងរាសីល្អបាទជោគជ័យហើយធ្វើអ្វីក៏បានកាក់កបដែរណាបាទអញ្ចឹងសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំរោងទាំងអស់សូមឲ្យបានសុខបានចម្រើនរកស៊ីមានបានតិចជុំជាពិសេសនៅក្នុងឱកាសឆ្នាំថ្មីនេះណាលោកអ្នកដែលរាំងស្ទះអីសូមឲ្យមានដំណោះស្រាយដោះស្រាយបានដូចបំណងបាទសូមបញ្ចប់លោកអ្នកកើតឆ្នាំរោងត្រឹមប៉ុណ្្នឹងចុះខ្ញុំសូមទស្សទាយជូនដល់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់រាសីរបស់លោកអ្នកមិនចាញ់រោងទេគឺរាសីឡើងខ្ពស់ត្រដែតដូចគ្នារាសីឡើងខ្ពស់ត្រដែតដូចគ្នាណាបាទ
ปอสำนักคือปอกระหอมบ่าเลขสำนักคือ567ปอชนำสัญญานะบ่าให้มันนี่ชนำรุ่งเรียใส่ลูกเนี่ยก็พูดได้เหมือนปอสไลด์บ่าชนำรุ่งปอสำนักคือปอสไลด์นะคือลูกยมบานแผลลูกเนี่ยปันใต้ชนำรุ่งคือปอสไลด์ปอสำนักคือปอสไลด์ให้ชนำสัญปอสำนักคือปอกระหอมบ่าจังลูกเนี่ยได้การนำสัญส่งคอมเมนต์เลข567ปอสำนักคือปอกระหอมเลขสำนักคือเลข567จังลูกเนี่ยได้การในนำสัญแต่งอ้อบ่าแต่งอ้อส่งลูกเนี่ยคอมเมนต์เลข567คือchỉเลขเรียบคือchỉเลขสำนักบอลูกเนี่ยบ่าปอสำนักคือปอกระหอมใส่ลูกเนี่ยการนำสัญเปียอายปอกระหอมtừng vậy cách ca nghĩa từng vậy một là bò hồ si lục nẹt hên lục nẹt bàn cạ cốp lục nẹt bàn ri chấm ra chân lục nẹt đại ca nơi năm mà sánh xong comment lên phía mọi họng bal pe ai po có hom nom liệp nom sầm nang hên hay có chụp chơi chấm ra rung rương đại chân lục nẹt đại ca nơi năm mà sánh nhá xong comment lên phía mọi họng bal pe ai po có hom cả lụa đồ rau si có lụa đạch sọc sập bài hên thưa ấy ban cạ cốp thưa ấy ban hỉ chấm ơn chụp chơi bà cà rốc si cà thưa cách ca nghia rư môi co chùm nuôi chui đô thưa đầm ná tơ pleu chất pleu ngay rương sẽ cái đây snai ha panh ha sọc cặp hiệp ô say nó cứ là on na bà cạ cốp say nâng ọt miên panh ha ấy đại dương rèn ste ọt miên panh ha ấy đại dương cao tục ọt miên panh ha ấy đại thưa dương nó bạn chất cao tục về tình yêu cầm pri pleu chất pleu cài ấy tê bà cứ xămประกอบគឺរីកចំច្រើនចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់បាទស្អែកល្អកាក់កបណាបងប្អូនណាបាទស្អែកល្អលេខសំណាង567ពណ៌សំណាងគឺពណ៌ក្រហមណាពណ៌ក្រហមស្អែកហ្នឹងហើយជូនពរដល់លោកអ្នកកើតឆ្នាំម្សាញ់ទាំងអស់សូមឲ្យបានជោគជ័យសូមឲ្យបានរីកចម្រើនសូមឲ្យលោកអ្នកចំនួនជួញដូរឬមួយក៏បំណងពងប្រាថ្នាអីរបស់លោកអ្នកនៅថ្ងៃស្អែកហ្នឹងសូមឲ្យលោកអ្នកបានកាក់កបលោកអ្នកបានរីកចម្រើនទៅណាបាទធ្វើអីក៏បានល្អដូចបំណងលោកអ្នកទៅបាទរីកចម្រើនអញ្ចឹងសូមជូនពរឲ្យលោកអ្នកទាំងអស់បានជោគជ័យរីកចម្រើនណាបងប្អូនណាបាទអញ្ចឹងឥឡូវនេះស្អែកខ្ញុំសូមបន្តទស្សទាយជូនទៀតបាទដល់លោកអ្នកដែលកើតឆ្នាំមមីបាទមមីគឺលេខរាសីរបស់លោកអ្នកស្អែកមធ្យមបាទលោកអ្នកកើតឆ្នាំមមីរាសីស្អែកមធ្យមពណ៌សំណាងគឺពណ៌ពងមាន់បាទមមីពណ៌សំណាងពណ៌ពងមាន់ណាបងប្អូនទិញអាវពាក់អាវពណ៌ពងមាន់បងប្អូនហេងបងប្អូនមានលៀបមានជ័យលេខសំណាងគឺលេខ321ពណ៌សំណាងពណ៌ពងមាន់បាទអញ្ចឹងលោកអ្នកកើតឆ្នាំមមីទាំងអស់ខមមិនលេខ421ដែលជាលេខនាំសំទុក321បាទមមីលេខសំណាង321ពណ៌សំណាងពណ៌ពងមាន់អញ្ចឹងសូមលោកអ្នកខមមិនលេខ321ហើយពណ៌សំណាងពណ៌ពងមាន់ហើយរាសីមធ្យមស្អែកនេះការលក់ដូររកស៊ីអត់អីទេលោកគ្រូទស្សទាយមើលទៅតាមក្បួនលោកអ្នកលក់ដាច់អត់មានបញ្ហាអីថាជាការរាំងស្ទះឬមួយក៏ជាបញ្ហាទេជោគជតារាសីប្រចាំថ្ងៃរបស់លោកអ្នកស្អែកលក់ដាច់រកស៊ីគឺកាក់កបមិនធ្លាក់ហើយក៏មិនឡើងធ្វើដំណើរទៅផ្លូវឆ្ងាយគឺបានបាទផ្លូវចិត្តក៏បានផ្លូវឆ្ងាយក៏បានគឺល្អស្អែកហ្នឹងបាទហើយបើសិនជានិយាយរឿងសុខភាពស្អែកហ្នឹងលោកអ្នកកើតឆ្នាំមមីគឺសុខភាពល្អអត់មានអីទេអត់មានឈឺហើយក៏អត់មានគ្រុនហើយក៏អត់មានអីទេលោកអ្នកកើតឆ្នាំមមីហ្នឹងគឺកាក់កបគឺរីកចម្រើនគឺជោគជ័យណាបាទជោគជ័យកាក់កបអត់មានឈឺអត់មានគ្រុនហើយក៏អត់មានអីដែលធ្វើឲ្យយើងនឹងពិបាកដែលធ្វើឲ្យយើងនឹងភ័យព្រួយទេប៉ុន្តែលោកអ្នកដែលកើតឆ្នាំមមីហ្នឹងនៅថ្ងៃស្អែកហ្នឹងគឺស្ទះលុយបាទអញ្ចឹងលោកអ្នកចាយវាយស្អែកហ្នឹងចាយវាយឲ្យគិតប្រយ័ត្នទៅចូលទិញអីវ៉ាន់គេឲ្យខ្វះលុយឲ្យគេអញ្ចឹងលោកអ្នកត្រូវ control ថាខ្លួនអញមានលុយប៉ុណ្នេះហើយអញ្ចឹងទៅអញត្រូវចំណាយប៉ុណ្ណេះឲ្យសមមូលឲ្យសមតលជាមួយនឹងការចំណាយចាយវាយដោយខ្លួនឯងណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមីស្អែកហ្នឹងគឺគេហៅថា
miền bị bạt xịt cách bận tay mình miền là hột đấy miền tay mà ngay đừng tế ná bà miền tay mà ngay đừng tế chẳng lúc nè để cao năm một mí xôm lúc nè tầng óc phải giặt mọt xong tốt phải giặt lùi chạy vi ở trên cất nó phải giặt chạy trong hả linh cả hot chẳng phải giặt phải giấy hưởng chạy vi phải giấy hưởng lùi cạn phải giấy nó bong bóng nó bà chẳng lúc nè cao năm một mí phải giặt rương lùi cạn công miền cá quay và hay sao chẳng lúc nè để cao năm một mí sai ấp miền phải giặt lùi chạy vi ở trên cất phải giặt chạy chỗ lò lùi chi một tô đục một tẹo khơi ná bàเลขสำนักเลขใบย่อยมาพายมวยปอสำนักปอปองมอนใส่ตั้งแต่เอาปอปองมอนนะบ่าcon trai vậy đương snai hà nhung bận vùng cái chỗ tích đó mình kia ở Nam một mấy ấy con trai vậy đương snai hà sạch cái đây snai hà rồi bom mình luôn mà nè tay tầm miền snai hà chùm pua ở đây nâng và pôn ấy chẳng tử snai hà rồi viên mà đai đừng cồn snai ha rồi viên côn nâng mặt đài snai ha rồi viên sạch đây snai ha mến ao thành dây rương snai ha cứ chỉ rương hạp phía cứ chỉ rươngมันlõ đấy cứ chỉ rương đài chia sạch đây sả lăng bảo dương khơi nhé bị đám bị tròn đám á bông ôn trăm mới bị tròn đám nè thông mấy kinh giấy cái đó chôn rùm chiết chỉ ti snai ha lúc nè chỉ ti sả lăng hay chống xong bây giờ chống còn giấy đây nhầm tha xung cổ rúp chuẩn bị xua đọt bom ôn chôn rùm chiết chỉ ti sả lanh đôi chiêu chơi sả lanh hay chiêu chơi thà sả lanh hay việc thay mà chiêu là chơi từ tiết sả lanh khlang ọt miền ấy đài ai vừa ấy ca sả lanh mũi ní miền ca prai pruol tì chẳng ca sả lanh đây mình miền ca prai pruol cứ ca sả lanh rồi viên mặt đai hai nằng cồn mặt đai nằng cồn cứ ọt miền ca prai pruol này xung bay tại đây có che các bọt bột xung bay tại bột có che các bọt đầy đây cái che các bọt bột có che các bọt đây đây phân tay mặt đai mình ai các bọt côn đặt khản mặt đai ở đây các bọt côn bán đến na phân tay côn ai các bọt mặt đai miền mặt đai na đây trong kinh bảo vánh do tổ sầm bắt đây chia cổng lăng như chiêm bọt côn tê phân tay côn mùi chồng nôn tối kinh bảo vánh do cổng lăng như chiêm bọt nẹ mặt đai chẳng lừa luộc ní mình ta mặt đai dương tê đây smart toán mùi dương tại bảo pôn dương vào đây dương cùng smart mùi dương đây phép toán bom pôn cái thà việc máy kinh vậy thật báo si côn ảnh nè rư muối cái thà đôi đề để chán đôi sạch thiệt rư muối kinh vậy thật khla viêm đại si côn anh tê việc khla bom pôn sạch khla việc che si côn anh mà sạch đề để chán tầng óc miền tầng khla tên naตัวใบจีเวียจีสัตสาหายกับด้อยตัวใบจีเวียจีสัตได้สาหายกับด้อยปันตายคลาย่อมเพียบบองโป้นะคือเวียมันปะปอลโคตรสลัดทอจมวยนึงโกนใจเวียตีปันตายเบิดกายเบิดมาเบิดชรุเบิดมอนเบิดเตี้ยคือเวียดังซอลไอตีบ่าคือเวียดาวยีดาวชโมลมันดังไอตีโกนเวียกับวิโยไม่เวียกับวิโยยีเวียกับวิโยจิตาเวียกับวิโยได้aoแต่ดอลดื้อเวียดาวยีดาวชโมลคือเวียพลิกกึดเรื่องการทาxâyละทอยสัตว์เดชานะปันไตคลาคือเชี่ยมโบแต่เชี่ยสัตว์สหายเวียซีสัตว์มนุษย์เวียปื้ปนเวียสหายปันไตคลายมเปียบอะคือเวียอัดรวมเพศจิมวยนึงสัตว์ยิดเวียเตเวียดังมองเวียรวมเพศจิมวยจะโดนมวยเวียรวมเพศมวยบองปนเวียประกาศเวียรวมเพศมวยไม้เวียมวยเยยเวียมวยตาเวียมวยอมเวียเตอัดเต้นนะอัดปากบอลขนาดไหนขาดปันไตบ่อสันเจียสกายสนอคือเวียรวมเพศจมวยดังอัดดังไม้ดังดังโกนนี่ปันไตบ่คลาบองปนเถิดดังทำวิจัยสัตว์สหายแม่นปันไตคลาอัดปะบองปนเตบ่าบองปนเวียทอมนัสสัตว์เดริชานการอาเวทอมแล้วเวลาดังบองเลยดังปนนี่ไม้ไอ้คือเวียปะเปะปะปูนดาวยีดาวชโมลจังปันไตบ่คลาอัดเต้นนะบองปนยมส้มจมีบจูนทาตามการศึกษาสายเฉียวคือเกิดหาชนำคล้าอดเนี่ยแต่คล้าเหมือนเนี่ยการชำคล้ามันถ้าสัตว์คล้าบองโป้นคืออดนี่อดเจดาวยีชโมลประเดี๋ยวได้คือเวียนเมียนใบเมียนแผ่นบ่เวียบ่วิจังปะโตปุ้ยเวียเตอร์ฮบปะพบเส้นได้มันจบสัตว์เชียมบ่เวียนักคลานั่งบองโป้นยำใหญ่ถึงคลานะใหญ่ไปเจอดับใบปันใต้มันนึกยื่นมาจำนวนนะบองโป้นนะคือเมียนกาขบอดđây các bọt của pôn tư của pôn các bọt đây tới mật phẹ các bọt khnia tư
មនុស្សខ្លះបាក់ទុកចិត្តជាមិត្តភ័ក្តិស្រឡាញ់គ្នាស៊ីបាយចានមួយពីរនាក់ប៉ុន្តែមិត្តភ័ក្តិនឹងហ៊ានក្បត់មិត្តភ័ក្តិណាមិត្តភ័ក្តិទៅយកប្តីមិត្តភ័ក្តិមិត្តភ័ក្តិទៅយកប្រពន្ធមិត្តភ័ក្តិលួចសហាយស្មន់មួយគ្នាតម្លៃសីលធម៌នៅត្រង់ណាអញ្ចឹងណាបងប្អូនយើងត្រូវប្រយ័ត្នបាទដឹងថាមិត្តភ័ក្តិហើយដឹងថាហើយនៅតែមានបញ្ហាទៀតពីមុនណាយើងឃើញតែនៅក្នុងស្រុកថៃឯងស្រុកថៃនឹងយើងក៏មិនដែលដឹងថានៅវាមានមែនអត់យើងមើលទៅក្នុងរឿងណាបងប្អូនឃើញតែដើមគ្នាផិតក្បត់អីអីអញ្ចឹងទៅថៃរឿងថៃគ្មានរឿងអីក្រៅពីដើមប្រុសគ្នាហើយនឹងដើមទ្រព្យសម្បត្តិគ្នាទេរឿងថៃបាទប៉ុន្តែឥឡូវនេះក្នុងសង្គមយើងឃើញមាន Facebook គឺ live ចេញមកស្អីក៏មានដែរការមិនស្មោះត្រង់មួយគ្នានឹងពិបាកមែនតើណាបងប្អូនអញ្ចឹងបងប្អូនកូនក្មួយទាំងអស់គ្នាខ្ញុំសូមជម្រាបជូនថា Facebook គឺមិនមែនជាកន្លែងដែលយើងហែកហួរគ្នាទេឆ្លោះគ្នាក៏មកបង្ហោះ Facebook ត្រូវគ្នាក៏មកបង្ហោះ Facebook អត់ល្អជាគំរូមិនល្អ Facebook គឺជាកន្លែងមួយដែលចែករំលែកនៅសេចក្តីល្អចំណេះដឹងថ្មីថ្មីមិនមែន Facebook យកមកឆ្លោះប្តីជេរប្តីហែកហួរប្តីណាបងប្អូនណាបាទអត់ទេណាអ្នកណាក៏ដោយក៏មានការឆ្លោះប្រកែកគ្នាដែរបាទប៉ុន្តែមិនត្រូវបង្ហោះហែកហួរទេហើយអញ្ចឹងក៏ដោយណាប្រុសមួយចំនួនខ្ញុំមិនដឹងគាត់គិតមិនទេណាមិនដឹងខួរក្បាលគាត់គិតពីអីគាត់ថាមនុស្សប្រុសមានស្រីជារឿងធម្មតាមនុស្សប្រុសរស្រីក្រៅជារឿងធម្មតាតែការនិយាយរបស់គាត់ចឹងត្រូវឯងស៊ីនំឲ្យលុយត្រូវឯងអត់ត្រូវឯងចឹងបានប្រពុតលោកហាមឲ្យមានសិល5ណាកាមេសូមិឆាឆារាវេរមណីសិក្ខាបទាំងសិមាទយាមិហ្នឹងបានន័យថាហាមមិនឲ្យយើងនឹងទៅក្បត់ប្រពន្ធក្បត់កូនយើងមានប្រពន្ធយើងមានកូនហើយមានប្តីហើយយើងមិនអាចក្បត់ប្តីក្បត់ប្រពន្ធយើងទៅទេទៅរកអ្នកថ្មីទេសង្គមយើងកាន់ប្រពៃណីហាមរឿងផាត់ក្បត់គ្នាហ្នឹងបាទមិនថាប្រុសមិនថាស្រីទេមិនថាប្រុសមិនថាស្រីទេអញ្ចឹងអត់អាចធ្វើរឿងទាំងអស់ហ្នឹងបានទេហើយមនុស្សប្រុសគាត់អាចនិយាយថាអូអញជាប្រុសមានស្រីជារឿងធម្មតាអញ្ចឹងបើគេថាគេស្រីគេមានប្រុសជារឿងធម្មតាដែរទៅគិតមិនអញ្ចឹងយើងត្រូវយកខ្លួនឯងជាឧបមាពេលដែលយើងមានស្រីតើប្រពន្ធយើងឈឺចិត្តកម្រិតណាយើងគិតចេះអញ្ចឹងបើសិនជាប្រពន្ធអញមានប្រុសចោលអញវិញតើអញឈឺចិត្តកម្រិតណាវាឈឺដូចតែគ្នាទេអញ្ចឹងបងប្អូនត្រូវប្រយ័ត្នណាប៉ុន្តែសង្គមបច្ចុប្បន្នណាស្រីយើងដូចរោងកម្មស្រីកូនខ្ញុំមិនមែនស្រីយើងខ្ញុំមិនមែនស្រីទេច្រឡំគឺដូចរោងកម្មខ្ញុំអាណិតហើយបើខ្ញុំធ្វើអ្នកជួបមនុស្សអញ្ចឹងខ្ញុំដឹងមកអាណិតហ្មងប្រុសក្បត់ចិត្តផ្ដិតប្រពន្ធបាទមួយចំនួនតូចទេវាមិនមែនមួយចំនួនធំទេក្បត់ចិត្តណាមានប្រពន្ធហើយមិនស្កប់ទេទៅយកប្រពន្ធថែម1ថែម2ថែម3អញ្ចឹងទៀតទៅសិទ្ធកម្មសិទ្ធអកុសលបាទអ្នកខ្លះដូចថាមានប្រពន្ធមួយហើយមិនស្កប់ទៅមួយទៀតមានមួយហើយទៅមួយទៀតអញ្ចឹងឈឺចាប់តគ្នាយើងមានប្រពន្ធមួយប្រពន្ធដើមនឹងឈឺចិត្តហើយពេលដែលប្តីទៅមានប្រពន្ធទី2ចឹងបន្ទាប់ពីប្តីទៅមានប្រពន្ធទី3នាងទី2ឈឺចាប់ខឹងប្តីមានស្រីហើយចឹងពេលខ្លួនឯងប្តីមានស្រីចេះឈឺចាប់អីចឹងចុះប្តីដែលមានស្រីមកយកឯងដែរនោះប្រពន្ធដើមគេមិនឈឺចាប់ដៀតែខ្នួចដូចតែគ្នាអាហ្នឹងហៅមកប្រជុំគ្នាទៅធ្វើមិនទេយើងវាអញ្ចឹងហើយយើងវាកើតទុកហើយយើងវារីកចម្រើនរីករាយហើយតែឥឡូវកុំឆ្លោះគ្នាណោះបងស្រីទី1បងស្រីទី2លោកស្រីទី1លោកស្រីទី2សហការគ្នាធ្វើម៉េចកុំឲ្យប្តីយើងមានបន្តដល់លោកស្រីទី4ទី5ទៀតអញ្ចឹងហើយយើងសហការគ្នាទៅកុំឆ្លោះគ្នាបើជ្រុលតែវាកម្មហើយថាពេលខ្លះមនុស្សស្រីខ្លះអត់ដឹងទេប៉ុន្តែអាប្រុសនោះវាខូចវាទៅញ៉ែគេអញ្ចឹងទៅវាផ្លាត់ស្នៀតយកទៅហើយយកទៅវាកើតមនោសញ្ចេតនាទៅវាចេញមិនរួចអញ្ចឹងក៏ទ្រាំទៅមិនអាណាទៅចង់យកប្តីគេទេលើលោកនេះនោះប៉ុន្តែប្រុសខ្លះយកពេលទៅដើរសេលលែបោកប្រាស់គេបត់បានខ្លួនគេហើយបណ្ដោះមនោសញ្ចេតនាលួងលោមផ្អែមល្ហែមហើយគេដកខ្លួនមួយហើយអញ្ចឹងសង្គមស្អប់តែថាស្អប់ស្រីយកប្តីគេទៅស្អប់តែម៉េចបើពេលខ្លះប្តីវាខូចទៅស្អប់អាប្តីនោះណាស្អប់អាអ្នកប្រពន្ធ2កុំទៅស្អប់អាស្រីយកប្តីគេស្អប់អាប្រុសដែលយកប្រពន្ធ2ទៅបាទលោកគ្រូនិយាយចឹងអត់កាន់ជើងប្រុសដូចគ្នាណាទៅកាន់ជើងរបស់កាច់អីទៅខ្ញុំឈឺចាប់ប្រុសណាមានប្រពន្ធ2ខ្ញុំចូលចិត្តទេបាទមែនណាហើយបើមិនកើតទៅលេងមួយយកមួយទៅខ្ញុំយកទាំងពីរអាក្រក់ហើយខ្ញុំអត់បន្ទោសប្រពន្ធចុងទេប្រពន្ធចុងខ្លះគ្នាក៏ជន់រងគ្រោះដែរបាទព្រួយក៏ជន់រងគ្រោះដែរអញ្ចឹងបានគេថានិស័យប្រុសប្រពន្ធ2គឺយើងមើលដឹងមកនិស័យប្រុសប្រពន្ធ2មើលដឹងណាគ្រាន់លាបាត់ដៃខ្ញុំមើលគឺខ្ញុំមើលដឹងថាអូអ្នកឯងនិស័យប្រពន្ធ2មានកន្លែងនេះមានកន្លែងនោះអញ្ចឹងណាបាទហើយអញ្ចឹងបងប្អូនឯងគ្មានអីទេយើងចងចិត្តប្តីយើងទៅកុំឆ្លោះកុំប្រកែកគ្នា
ឥឡូវនេះខ្ញុំបន្តដល់លោកអ្នកដែលកើតឆ្នាំមមែបាទមមែរាសីរបស់លោកអ្នកយ៉ាងម៉េចដែរបាទឆ្នាំមមែរាសីរបស់លោកអ្នកស្អែកនេះគឺមធ្យមបាទគឺមធ្យមហើយលេខសំណាងលោកអ្នកដែលកើតនៅឆ្នាំមមែគឺលេខ996ពណ៌សំណាងពណ៌លឿងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមែសូមលោកអ្នកcomment លេខសំណាងគឺលេខ996ហើយពណ៌សំណាងគឺពណ៌លឿងរាសីមធ្យមបាទឆ្នាំមមែលោកអ្នកនៅថ្ងៃស្អែកនេះគឺជោគជតារាសីរបស់លោកអ្នកនៅថ្ងៃស្អែកគឺมันមានបញ្ហាអីកើតឡើងទេអ្វីត្បិតតែយើងរាសីមធ្យមពិតមែនប៉ុន្តែខ្ញុំសូមជម្រាបជូនលោកអ្នកថាអ្វីដែលលោកអ្នកកំពុងតែជួបប្រទះឬមួយក៏ជីវភាពប្រចាំថ្ងៃរបស់អស់លោកអ្នកគឺអត់មានអីមានការប្រែប្រួលទេធម្មតាបើនិយាយពីលុយយើងរកបានប្រហែលគឺនៅបន្តរកបានដដែលគឺនៅបន្តរកបានដដែលណាអត់មានអីដែលធ្វើឲ្យយើងនឹងពិបាកដែលធ្វើឲ្យយើងនឹងរាំងស្ទះអីទេរឿងលុយកាក់អីអត់អីទេណាបាទហើយពណ៌សំណាងរបស់យើងគឺយើងពាក់ឲ្យពណ៌លឿងស្អែកដើម្បីនាំលៀបនាំជ័យឲ្យសុខសប្បាយទាំងអស់គ្នាណាលោកអ្នកដែលកើតឆ្នាំមមែប៉ុន្តែលោកអ្នកដែលកើតឆ្នាំមមែស្អែកលោកអ្នកគួរប្រយ័ត្នមាត់ប្រយ័ត្នកបាទរឿងណាគួរនិយាយក៏គួរនិយាយទៅហើយរឿងណាមិនគួរនិយាយក៏កុំនិយាយលោកអ្នកដែលកើតឆ្នាំមមែណាបាទរឿងណាដែលគួរនិយាយក៏និយាយរឿងណាដែលមិនគួរនិយាយកុំនិយាយវាអាចខុសវាអាចខាតពេលខ្លះយើងនិយាយទៅវាអាចមិនផ្ដល់នៅផលចំណេញដល់យើងវាអាចធ្វើឲ្យយើងនឹងខាតប្រយោជន៍រឿងខ្លះនិយាយទៅវាអត់បានចំណេញឲ្យគេស្អប់ទៀតបាទអញ្ចឹងលោកអ្នកកើតឆ្នាំមមែនៅថ្ងៃស្អែកនេះត្រូវតែប្រយ័ត្នមាត់ប្រយ័ត្នកបាទអញ្ចឹងមុននឹងនិយាយគេថាស្ងៀមជាងស្រដីស៊ីជេកខ្ចីចេះជាងនៅមាត់ទៅទេស្ងៀមជាងស្រដីស៊ីជេកខ្ចីចេះជាងនៅមាត់ទៅទេណាបងប្អូនណាបាទអញ្ចឹងស្អែកសូមបងប្អូនទាំងអស់ដែលកើតឆ្នាំមមែនឹងប្រយ័ត្នមាត់ប្រយ័ត្នកកុំបញ្ចេញយោបល់ជាពិសេសលោកអ្នកដែលជាអ្នកធ្វើការអីចឹងណាបាទហើយបើមានអង្គប្រជុំអីហាមបញ្ចេញយោបល់ហ៊ានតែបញ្ចេញយោបល់គឺគេអ្នកទទួលផលយើងអ្នកខុសគេស្អប់យើងប៉ុន្តែអ្នកដទៃបានផលណាបងប្អូនណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមែស្អែកពាក់អាវពណ៌លឿងបាទពណ៌លឿងគឺជាពណ៌សំណាងរបស់លោកអ្នកហើយលេខសំណាងគឺលេខ996អញ្ចឹងស្អែកលោកអ្នកដែលកើតនៅឆ្នាំមមែខ្ញុំសូមជម្រាបជូនថាប្រយ័ត្នមាត់ប្រយ័ត្នករឿងគួរនិយាយក៏និយាយរឿងដែលមិនគួរនិយាយក៏កុំវាអត់មានបានផលប្រយោជន៍អីទេអញ្ចឹងលោកអ្នកកើតឆ្នាំមមែប្រយ័ត្នមាត់ប្រយ័ត្នកណាកុំលូកកុំអីទាំងអស់បាទអញ្ចឹងសូមអរគុណណាស់ឥឡូវនេះខ្ញុំសូមទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំវោកបាទឆ្នាំវោករាសីរបស់លោកអ្នកនៅថ្ងៃស្អែកបាទថ្ងៃស្អែកគឺមធ្យមលេខសំណាងគឺលេខ436ពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតឆ្នាំវោកណាបាទលេខសំណាងគឺលេខ436រាសីមធ្យមលេខសំណាងគឺលេខ436រាសីមធ្យមពណ៌សំណាងគឺពណ៌ប្រផេះអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកនៅថ្ងៃស្អែកនេះគឺរាសីមធ្យមប៉ុន្តែអ្វីដែលលោកអ្នកត្រូវហាមនៅថ្ងៃស្អែកសូមឲ្យលោកអ្នកមានការប្រយ័ត្នប្រយែងនេះគឺប្រយ័ត្នរឿងអីទៅប្រយ័ត្នកុំដើរឆ្ងាយស្អែកខ្ញុំអត់ឲ្យលោកអ្នកដើរឆ្ងាយទេបើសិនជាមិនមានការចាំបាច់ទេលោកអ្នកដែលកើតឆ្នាំវោកឲ្យនៅបាទឲ្យនៅផ្ទះទៅនៅផ្ទះទៅណាបើមិនចាំបាច់ទេមិនត្រូវទៅណាទេស្អែកគួរនៅផ្ទះទៅបាទកុំទៅណាទៅណីអីហើយបើសិនជាចាំបាច់ត្រូវទៅកុំទៅពីយប់បាទអូម៉ាថាយប់ហ្នឹងត្រូវចេញទៅស្អែកកុំទៅពីយប់អីណាចាំថ្ងៃរះពេញពលឺទៅហើយបើមកវិញយប់កុំមកទាំងយប់ដេកទស្សនៈមកយប់ទៅចំណាយ10រៀល20រៀល30រៀលទៅចាំព្រលឹមឡើងចាំចេញមកបើប្រញាប់តទាំងយប់ទេអត់បានទេណាអត់ល្អទេណាអញ្ចឹងលោកអ្នកដែលកើតឆ្នាំវោកខ្ញុំសូមជម្រាបជូនថាអត់មានបញ្ហាអីទេប៉ុន្តែខ្ញុំគ្រាន់តែជម្រាបជូនលោកអ្នកថាកុំដើរឆ្ងាយកុំធ្វើដំណើរផ្លូវឆ្ងាយណាបាទហើយបើសិនជាយើងមិនទៅណាក៏ដោយយើងជូនកូនទៅរៀនយើងទៅឡើងផ្សារយើងទៅធ្វើការតោងឲ្យមានការប្រុងប្រយ័ត្នបាទតោងឲ្យមានការប្រុងប្រយ័ត្នណាបងប្អូនណាបាទប្រុងប្រយ័ត្ន
ឲ្យបានច្រើនណាមិនថាលោកអ្នកត្រូវតែនេះទេត្រូវតែគេហៅថាត្រូវតែគ្រោះថ្នាក់អត់ទេប៉ុន្តែតោងឲ្យមានការប្រយ័ត្នណាមុននឹងបត់មុននឹងជីមុននឹងឆ្លងការបើកបោសន្សំទៅកុំបើកខ្លាំងកាលណាបើកខ្លាំងវាធ្វើឲ្យយើងនឹងគឺអាចមានការឆ្លោះឬមួយក៏គ្រោះថ្នាក់កើតឡើងអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកសូមឲ្យមានការប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើរជាពិសេសដំណើរផ្លូវឆ្ងាយបើអាចជៀសបានគួរជៀសលើកពេលចាំទៅថ្ងៃខាន់ស្អែកទៅណែប៉ុន្តែបើលើកពេលមិនបានទេលោកអ្នកប្រយ័ត្នណាបាទអញ្ចឹងសូមជូនពរឲ្យលោកអ្នកទាំងអស់បានសុខបានចម្រើនហើយក៏បានជោគជ័យទៅណាហើយខ្ញុំសូមជូនពរឲ្យលោកអ្នកហេងទាំងអស់គ្នាហើយសូមឲ្យដំណើររបស់លោកអ្នកបើគេហាមមិនឲ្យដើរឆ្ងាយទេហើយបើយើងចាំបាច់ត្រូវតែដើរអានឹងសូមឲ្យលោកអ្នកបានគេហៅថាមានសុវត្ថិភាពនៅក្នុងការធ្វើដំណើររបស់លោកអ្នកកុំឲ្យមានទាស់ដោយប្រការណាមួយឡើយកុំឲ្យទាស់ដោយប្រការណាមួយឡើយណាឲ្យដំណើរនឹងល្អឲ្យដំណើរនឹងទៅរលូនឲ្យដំណើរនឹងទៅគេថាធ្វើអីក៏ដោយឲ្យតែបានសុវត្ថិភាពទៅណាសូមឲ្យទេវតាទាំងឡាយតាមថែរក្សាលោកអ្នកកុំបីមានចន្លោះឡើយណាអំពើល្អគឺអត់សាបសូន្យទេកូនចៅបាទអញ្ចឹងអរគុណណាលោកអ្នកដែលកើតនៅឆ្នាំវើកលេខសំណាង436ពណ៌ប្រផេះកុំដើរឆ្ងាយបាទកុំដើរឆ្ងាយបាទបើយល់ល្អទេនៅផ្ទះពេញមួយថ្ងៃទៅ stay at home full day អង់គ្លេសបោយ stay at home full day ពេញមួយថ្ងៃអញ្ចឹងហើយ stay ស្នាក់នៅ at ហ្នឹង at home ស្នាក់នៅក្នុងផ្ទះ full day ពេញមួយថ្ងៃណាបាទទោះបីមិនត្រូវ grammar វេយ្យាករណ៍ក៏បងប្អូនអាចស្ដាប់បានដែរអង់គ្លេសបោយអង់គ្លេសចេះអត់គ្រូអញ្ចឹងហើយបាទអញ្ចឹងឥឡូវនេះបន្តមកទៀតចូលដល់ឆ្នាំរកានឹងមន់ណាបងប្អូនរកានឹងមន់អង់គ្លេសហៅ chickens ចិនទាជីវហៅគោយមន់ណាបាទអញ្ចឹងឆ្នាំរកាលេខសំណាង745បងប្អូនដែលកើតឆ្នាំរកាគឺ comment លេខ745ពណ៌សំណាងគឺពណ៌បៃតងរាសីឡើងខ្ពស់ត្រដែតបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំរកាថ្ងៃស្អែកនេះគឺលោកអ្នកពាក់អាវពណ៌បៃតងទៅហើយលោកអ្នក comment លេខសំណាងមួយទៅគឺលេខ745រាសីឡើងខ្ពស់ត្រដែតអញ្ចឹងរាសីឡើងខ្ពស់ធ្វើអីក៏បានកាក់កបធ្វើអីក៏បានរីកចម្រើនធ្វើអីក៏បានជោគជ័យធ្វើអីក៏ហេងដែរថ្ងៃស្អែកហ្នឹងអញ្ចឹងលោកអ្នកកាក់កបលោកអ្នករីកចម្រើនលោកអ្នកជោគជ័យណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំរកាលេខសំណាង745ពណ៌សំណាងគឺពណ៌បៃតងរាសីឡើងខ្ពស់ត្រដែតអញ្ចឹងថ្ងៃស្អែកនេះធ្វើអីក៏ជោគជ័យធ្វើអីក៏រីកចម្រើនដែរសម្រាប់លោកអ្នកដែលកើតឆ្នាំរកាអត់មានអីប្រែប្រួលទេចង់ហេងពាក់អាវពណ៌បៃតងស្អែកហ្នឹងបាទជោគជ័យរីកចម្រើនទាំងអស់គ្នាណាឆ្នាំរកាបន្ទាប់មកទៀតចូលដល់ឆ្នាំចបាទរាសីលោកអ្នកដែលកើតឆ្នាំចវិញម្ដងឆ្នាំចរាសីរបស់លោកអ្នកស្អែកក៏ឡើងខ្ពស់ត្រដែតដែរលេខសំណាង598បាទលេខ598ពណ៌សំណាងគឺពណ៌ផ្ទៃមេឃបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំចលេខសំណាង598ពណ៌សំណាងគឺពណ៌ផ្ទៃមេឃហើយរាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺឡើងខ្ពស់ត្រដែតអញ្ចឹងលោកអ្នកកើតឆ្នាំចនៅថ្ងៃស្អែកនេះអ្វីកិច្ចការងារអីធ្វើអ្វីក៏ចម្រើនរុងរឿងក៏ជោគជ័យធ្វើអ្វីក៏បានកាក់កបធ្វើអ្វីក៏ហេងដែរអញ្ចឹងខ្ញុំសូមជូនពរឲ្យលោកអ្នកទាំងអស់ហេងមានលៀបមានជ័យសុខសប្បាយធ្វើអីបានរីកចម្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងហើយសូមជូនពរឲ្យបងប្អូនកូនចៅទាំងអស់បានសុខបានចម្រើនណាអ្នកកើតឆ្នាំចទាំងអស់គ្នាហេងតែរាសីឡើងខ្ពស់ហើយគឺល្អគ្រប់យ៉ាងហើយអត់មានអីដែលជាការខ្វះចន្លោះទេអញ្ចឹងខ្ញុំមិនបាច់និយាយយូរទេឲ្យតែថាឡើងខ្ពស់គឺហេងហើយបាទបន្ទាប់មកទៀតដល់រាសីឆ្នាំកុលលេខសំណាង534ពណ៌សំណាងគឺពណ៌ទឹកមាសរាសីរបស់លោកអ្នកកើតឆ្នាំកុលក៏ឡើងខ្ពស់ត្រដែតដែរបាទក៏ឡើងខ្ពស់ត្រដែតដែរអញ្ចឹងលោកអ្នកដែលកើតឆ្នាំកុលសូម comment លេខ534ហើយពាក់អាវពណ៌ទឹកមាសនៅថ្ងៃស្អែកហ្នឹងលោកអ្នកហេងលោកអ្នកមានលៀបមានជ័យរាសីលោកអ្នកឡើងខ្ពស់ត្រដែតណាបាទអញ្ចឹងអ្វីក៏បានកាក់កបអ្វីក៏បានរីកចម្រើន